សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាទោះជាយូរបន្តិចប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេនៅប្រឡប់ថ្ងៃទី31ខែធ្នូឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបជាមួយវីរៈកងទ័ពទាំង18រូបដែលទើបត្រូវបានភាគីថៃដោះលែងមកវិញតាមរយៈសំណេរនៅលើបណ្ដាញសង្គមប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាទោះជាយូរបន្តិចប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេនៅក្នុងខ្លឹមសារដែលបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមអមនឹងរូបភាពជាមួយវីរៈកងទ័ពទាំង18រូបសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានមានប្រសាសន៍ថាទោះយូរបន្តិចប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ទាំង3សម្រាប់បងប្អូនវីរៈយុទ្ធជនទាំង18រូបដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី29កក្កដាឆ្នាំ2025 155ថ្ងៃគត់កាតព្វកិច្ចសំខាន់ទាំង3នោះគឺទី1ការធានាអាយុជីវិតទី2ការធានាសុខសុវត្ថិភាពនិងទី3ការស្វែងរកសេរីភាពជូនបងប្អូនសូមអបអរសាទរចំពោះការទទួលបាននូវសេរីភាពវិលត្រឡប់មកជួបជុំគ្រួសារវិញរបស់បងប្អូនវីរៈយុទ្ធជនទាំង18រូប